សម្រាប់ខ្ញុំក្តីសុខពិតមិនថត់ទៅលើលុយតាមមុខទេក្តីសុខពិតនៅពេលបើកភ្នែកមកឃើញមនុស្សជុំវិញខ្លួនយើងសប្បាយចិត្តហើយជាពិសេសទៀតខ្ញុំរាល់ថ្ងៃគឺបើកទូរស័ព្ទមកគឺតែងតែមានពាក្យជូនពរពីអ៊ំពូមីងយាយតាបងប្អូនដែលខ្ញុំមិនដែលបានស្គាល់ពួកគាត់សោះដោយសារតែខ្ញុំធ្លាប់ធ្វើវីដេអូចែករំលែកពីប៉ាម៉ាក់ក្មេកខ្ញុំដែលគាត់ធ្លាប់ឈឺសាឡាក់រ៉ាំរ៉ៃហើយក្នុងវីដេអូនោះខ្ញុំក៏បានណែនាំពួកគាត់ឲ្យទៅទិញជាមួយនឹងថ្នាំដែលខ្ញុំធ្លាប់ប្រើសញ្ញាហូបហងនៀកដែលជាផលិតផលរបស់ប្រទេសតៃវ៉ាន់គឺប្រកែកស័ក្តិសិទ្ធិបំផុតពេលមនុស្សឈឺដៃឈឺជើងលើកដៃមិនចង់រួចឥឡូវធ្វើការងារបានធម្មតាពេលមនុស្សជាអទេសរុញមកដើរលេងតាមក្រៅប្រទេសបានពេលមនុស្សដែលដេកនៅកន្ទេលបាយជាងើបបំអង្គុយញ៉ាំបាយខ្លួនឯងបានពេលមនុស្សដែលគេងអត់លក់ដេកធ្ងោសែករាល់ថ្ងៃរហូតទៅជាដេកលក់ឡើងសាច់ឡើងគីឡូតើបងប្អូនទាំងអស់គ្នាគិតមើលតើខ្ញុំបានបុណ្យប៉ុណ្ណាខ្ញុំជាអ្នកលក់ផលិតផលមួយរូបដែរតែហេតុអីទៅជាប្រម៉ូទផលិតផលគេដែលអត់ចង់បានមួយរៀលសោះសូម្បីត្រូវទិញឲ្យប៉ាម៉ាក់ក្មេកខ្ញុំប្រើក៏ត្រូវទិញតម្លៃពេញដូចគេដូចឯងចឹងហើយខ្ញុំក៏មកគាត់ម្ដងច្រើនណាស់ដោយសារតែអ្នកផ្ទះខ្ញុំប្រើត្រូវគ្រប់គ្នាជាពិសេសទៀតនោះគឺខ្ញុំទិញយកទៅជូនចាស់ដែលគាត់ខ្វះខាតគាត់អត់មានលទ្ធភាពក្នុងការប្រើប្រាស់ខ្ញុំត្រូវទិញយកទៅជូនពួកគាត់ទៀតតែខ្ញុំធ្វើដោយក្តីសុខដោយពេញចិត្តដោយសារតែនេះជាផលបុណ្យដែលធ្វើឲ្យខ្ញុំជួបតែរឿងល្អៗកន្លងមកមូលហេតុដែលខ្ញុំជួយប្រម៉ូទផលិតផលនឹងដែលអត់ទាមទារចង់ចំណេញសុំ$1ដោយសារតែខ្ញុំដឹងគុណជាមួយនឹងផលិតផលនឹងដែលជួយឲ្យប៉ាម៉ាក់ក្មេកខ្ញុំដើរបានដោយសារតែកាលពីមុនគាត់ឈឺសាឡាក់រ៉ាំរ៉ៃខ្លាំងទៅព្យាបាលនៅស្រុកក្រៅប្រទេសជិតខាងយើងអស់ជាង$200,000តែមកវិញគឺនៅតែជាអទេសរុញដដែលឈឺខ្លាំងរហូតដល់មិនមែនធម្មតាជិះឡានទៅបានឬក៏ជិះយន្តហោះធម្មតាដូចគេបានទេគឺត្រូវប៉ាវយន្តហោះពេទ្យមកដឹកពួកគាត់ទៅព្យាបាលជាបន្ទាន់ពេលទៅព្យាបាលក្នុងខ្លួនគាត់អត់មានជំងឺអីទាំងអស់គឺពេទ្យឆែកមើលទៅគឺឃើញមានតែជំងឺសរសៃសាឡាក់ហើយនឹងឡើងជាតិអាស៊ីតធ្វើឲ្យអ្នកផ្ទះយើងគឺខូចអារម្មណ៍មានវិបត្តិខាតលុយខាតពេលវេលាជាច្រើនចុងក្រោយមានមិត្តភក្តិម្នាក់គាត់ណែនាំឲ្យញ៉ាំចុងក្រោយមកជាជាមួយនឹងថ្នាំសាឡាក់ធំតាម$10-15នេះដំបូងលឺ$15ធូរពេកអត់ហ៊ានចង់ផឹកដល់ពេលវាជាជំរើសចុងក្រោយអីលឺតែសេចរាល់យប់ពេកដាក់ធំតែ2ថ្ងៃ3ថ្ងៃបាត់ពីមួយថ្ងៃទៅមួយថ្ងៃធូររហូតដល់ឥឡូវនេះគាត់ដើរលេងទៅក្រៅប្រទេសបានហើយអាយុគាត់មិនតិចទេម៉ាក់ក្មេកខ្ញុំអាយុ86ប៉ាក្មេកខ្ញុំអាយុ96នេះហើយដែលជាការដឹងគុណក៏ដូចជាការចែករំលែកនៅផលិតផលដែលល្អពិតជូនទៅដល់អ្នកដែលកំពុងមានវិបត្តិនៅក្នុងផ្ទះដែលមានអ្នកផ្ទះឈឺឲ្យគាត់បានជាសះស្បើយដោយប៉ាម៉ាក់ក្មេកខ្ញុំអញ្ចឹងនិយាយទៅឮគេនិយាយ100ដងមិនស្មើនឹងបានជួបម្ដងថ្នាំសាឡាក់សញ្ញាហុកហងនេះគឺមានអត្ថប្រយោជន៍ច្រើនមែនតើជួយព្យាបាលស្ពឹកសពុនក្រិចថ្លោះកប់សរសៃឈឺចុករយឆ្អឹងខ្នងឈឺកញ្ញដៃកញ្ញជើងឡើងជាតិអាស៊ីតរយករយចកេះឈឺចុកចាប់ដៃជើងឈឺចកុងឈឺតាគៀកឈឺលមូសាច់ដុំនៅពេលដែលយើងដើរច្រើនអីឈឺសាឡាក់ឡើងជាតិអាស៊ីតឈឺសរសៃហ្នឹងគឺប្រកែលេខ1សម្រាប់ចាស់ពេលដែលញ៉ាំទៅបាយបានសម្រានលក់ស្រួលទៀតហើយមិនបាច់ញ៉ាំយូរទេត្រឹមតែ1ថ្ងៃឬ2ថ្ងៃអ្នកខ្លះត្រឹមតែ3ថ្ងៃយ៉ាងយូរគឺដឹងប្រសិទ្ធភាពហ្មងខ្ញុំហ៊ានប្រើថ្នាំគាត់ដោយសារតែថ្នាំរបស់គាត់ជាប្រភេទថ្នាំចិនសែពេលដែលយើងញ៉ាំទៅមានក្លិនចិនសែពេញមាត់ហ្មងហើយអត់ធ្វើឲ្យប៉ះពាល់សុខភាពថ្ងៃក្រោយឯងញ៉ាំបានទាំងក្មេងញ៉ាំបានទាំងចាស់ប្រុសស្រីញ៉ាំបានទាំងអស់តែផលិតផលរបស់គាត់នេះអន់រឿងមួយគឺអត់មានច្រើនបងប្អូនចង់កំងច្រើនក៏អត់បានដោយសារតែបងប្អូនគាត់បើកធួអញ្ចឹងរៀងរាល់សប្តាហ៍គឺឡើងទៅតៃវ៉ាន់ម្ដងផ្ញើគេបានមកម្ដងតិចអញ្ចឹងសម្រាប់បងប្អូនដែលគាត់កំងអាចមានការយឺតយ៉ាវព្រោះគាត់ត្រូវឲ្យទៅតាមលេខរៀងតែបងប្អូនកុំបោះបង់អីដោយសារតែការរងចាំបងប្អូនគឺអត់ខកចិត្តទេប្រើមួយគឺដឹងមួយមានថ្នាំសញ្ញាហុកហងនេះនៅក្នុងផ្ទះហើយខ្ញុំហ៊ាននិយាយថាដូចមានដុកទ័រម្នាក់នៅប្រចាំការអញ្ចឹងចឹងបើបងប្អូនពូមីងគាត់មានតម្រូវការចង់ទិញជាមួយនឹងថ្នាំមួយហ្នឹងគឺបងប្អូនអាចតាក់ទងទៅលេខអ្នកលក់ផ្ទាល់ដែលខ្ញុំដាក់នៅកន្ទុយវីដេអូហើយនឹង page របស់គាត់ក៏នៅនឹងដែរឬក៏បងប្អូនអាចតម្លាក់លេខទូរស័ព្ទនៅក្រោមវីដេអូរបស់ខ្ញុំនឹង mention ឈ្មោះគាត់ឲ្យគាត់ចូលមើលហើយនឹងគាត់តាក់ទងទៅបងប្អូនវិញជាបន្តដោយខ្ញុំអត់យកចំណេញសូម្បី1រៀលលុយខ្មែរគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាជាសះស្បើយហើយក៏ជូនពរឲ្យអ្នកទាំងអស់គ្នាដែលខ្ញុំបានណែនាំឲ្យពួកគាត់ប្រើជាមួយនឹងថ្នាំសាឡាក់ហ្នឹងទៅសូមឲ្យគាត់មានការជាសះស្បើយដោយប៉ាម៉ាក់ក្មេកខ្ញុំហើយក៏ដូចជាអ្នកដែលខ្ញុំធ្លាប់ណែនាំឲ្យគាត់ប្រើជាបន្តបន្ទាប់នេះហើយដែលជាបុណ្យដែលខ្ញុំទទួល